អញនិយាយពីខ្លាមកដល់ល្មមហេចាប់ដៃខ្ញុំធ្វើអីនរណាចង់ចាប់ចុះឥឡូវនេះលោកកំពុងចាប់អីដកអូមើលមុខអញចុះឡើងក្រហមហើយក្តៅទេគ្រាន់តែកុហកក៏មិនចេះកុហកលោកនិយាយដូចជាមនុស្សឈួនហើយរឿងស្រីលាក់កំពូលស្នេហ៍កូនប្រុសតាំងពីយប់មិញមកណាម៉ាក់ឃើញកូនប្លែកប្លែកត្រង់ណាម៉ាក់អង្គុយសម្លឹងមេឃអង្គុយសម្លឹងដីហើយសូម្បីតែញ៉ាំបាយក៏មិនសូវនិយាយខ្ញុំគិតការងារតាការងារហ៎បានប៉ាស្គាល់កូនច្បាស់ណាស់ប៉ាចង់និយាយអីបើកូនគិតការងារមេឃប្រកាសជាបាក់ពីលើមកហើយម៉ាក់ប៉ាប្រាប់មកតើកំពុងគិតរឿងស្រីមែនទេនរណាគិតរឿងស្រីមកកូនប្រាប់អស់ហើយខ្ញុំមិនបានគិតរឿងស្រីទេហើយចុះគិតរឿងអីខ្ញុំគិតពីវិញ្ញាណអាក្រក់ដែលខ្ញុំមានអារម្មណ៍កាលពីយប់មិញកូនមានអារម្មណ៍ម្ដងទៀតមែនបាទប្រហែលជាមានរឿងអាក្រក់កើតឡើងនៅភូមិនេះហើយខ្ញុំក៏គិតអញ្ចឹងដែរណែឯងមើលទៅដូចជាមិនសប្បាយចិត្តសោះខ្ញុំសប្បាយធម្មតាតាមិនធម្មតាទេចុះត្រង់ណាមិនធម្មតាតាំងពីព្រឹកមកឯងនិយាយពីបរិសម្នាក់នោះ3 ដងហើយអ្នកណាអ្នកបើកឡានកាលពីម្សិលមិញហ្នឹងណាខ្ញុំគ្រាន់តែនិយាយថាគេគួរឲ្យធុញបើគួរឲ្យធុញហាត់អីចាំមុខគេបានល្អម្ល៉េះអស់ពាក្យនិយាយហើយអីឈប់ស្មើសម័យទៅខ្ញុំមិនស្មើសម័យទេខ្ញុំវិភាគតាមការពិតអ្នកណាសុំឲ្យវិភាគមិនចាំបាច់សុំទេខ្ញុំណាជាមិត្តល្អនៅភូមិបែបនេះក៏ស្អាតដែរធម្មតាតែមានមនុស្សម្នាក់នៅទីនេះណ៎ណាអូហូចាប់អារម្មណ៍ភ្លាមណោះខ្ញុំគ្រាន់តែសួរតាស្រីលាក់នោះអីណ៎ណាចាប់អារម្មណ៍នាងខ្ញុំមិនទាន់ថាឯងចាប់អារម្មណ៍ឯណាកុំចិត្តតែគិតកុំចិត្តតែស្មានផ្ដេសផ្ដាអូទាន់តែខ្ញុំនិយាយត្រូវហ៎ភ្លាមនោះស្រីលាក់និងចន្ទធីក៏ដើរចូលមកអញនិយាយពីខ្លាមកដល់ល្មមបិទមាត់ទៅស្រីលាក់ក្រឡេកឃើញតារាអូអ្នកបើកឡានមិនចេះមើលផ្លូវអូអ្នកបើកម៉ូតូកាត់មុខគេនោះតាមាត់នៅតែដដែលនាងក៏ដូចគ្នាអ្នកទាំងពីរស្គាល់គ្នាមែនស្គាល់ម្សិលមិញមើលទៅដូចជាស្គាល់10 ឆ្នាំអញ្ចឹងខ្ញុំក៏មិនចង់ស្គាល់នាងដែរល្អណាស់ព្រោះខ្ញុំក៏មិនចង់ស្គាល់លោកដូចគ្នាពួកគេមិនទាន់ស្គាល់គ្នាល្អផងតែឆ្លោះគ្នាដូចប្តីប្រពន្ធអញ្ចឹងខ្ញុំក៏គិតអញ្ចឹងដែរហេចាប់ដៃខ្ញុំធ្វើអីនរណាចង់ចាប់ចុះឥឡូវនេះលោកកំពុងចាប់អីដកអូសាច់ស្អីមើលមុខឯងចុះឡើងក្រហមហើយក្តៅទេគ្រាន់តែកុហកក៏មិនចេះកុហកពេលវេលាជិតមកដល់ហើយមនុស្សទាំងអស់នឹងបម្រើយើងស្រាប់តែតារាដើរមកដល់គាត់សម្លឹងមើលវណ្ណៈអារម្មណ៍អាក្រក់ដែលខ្ញុំមានគឺមកពីបុរសម្នាក់នេះឯងអ្នកអាចមើលឃើញយើងខ្ញុំមិនត្រឹមតែមើលឃើញទេខ្ញុំថែមទាំងអាចបង្ក្រាបឯងទៀតផងយើងចាំជួបអ្នកយូរហើយឯងជាអ្នកណាឆាប់នេះអ្នកនឹងដឹងហើយមើលទៅរឿងនេះមិនសាមញ្ញទេអាឡូ
អ្នកណា ស្រាប់តែភ្លើងក្នុងបន្ទប់រលត់បង្អួចបើកខ្លួនឯងខណៈនៅឆ្ងាយតារាក៏ស្ទុះក្រោកពីគ្រែអត់ទេវិញ្ញាណនោះកំពុងតែរនាង អ្នកណាមកជាមនុស្សកំលាក់ខ្លួនខ្ញុំមិនខ្លាចទេម៉ាអើយលោកមកទីនេះធ្វើអី ខ្ញុំមកជួយនាង ខ្ញុំសូមឲ្យលោកជួយពេលណា មាត់នៅតែខ្លាំងទៀតណោះ ចុះលោក បើខ្ញុំមិនមកនាងប្រហែលជាសន្លប់បាត់ហើយ អ្នកណាស្លាប់ ខ្ញុំឃើញជើងនាងនៅញ័រផង ខ្ញុំត្រជាក់ទេ តែជាក់រហូតញ័រដៃហ៎ អើយឈប់សើច ប្រាំអស់មានរឿងអីកើតឡើង ខ្ញុំក៏មិនដឹងដែរទូរស័ព្ទរោគ្មានអ្នកនិយាយភ្លើងរលត់បង្អួចក៏បាក់ខ្លួនឯងកុំប្រាប់ថាលោកជារឿងខ្មោចណា បើខ្ញុំប្រាប់ថាវាជាខ្មោចពិត ខ្ញុំមិនជឿទេ ហេតុអី ព្រោះសម័យនេះហើយប្រទេសគេជឿនលឿនដល់ណាដល់ណីហើយ ចុះបើខ្មោចក៏ធ្វើទំនើបកម្មដែរនោះ ខ្មោចមានទំនើបកម្មអី មានទូរស័ព្ទហៅមនុស្សលេង នាងសាច់អី លោកនិយាយដូចជាមនុស្សឆ្កួន បើថ្ងៃណាមួយនាងឃើញខ្មោចដោយភ្នែកខ្លួនឯងចាំនិយាយទៀត